ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមានរបស់ពិសេសហើយល្អណាស់បងប្អូនទល់ក្រោយនឹងរោងចក្រតែម្ដងនេះបងប្អូននេះរោងចក្របាទរោងចក្រនេះរោងចក្របងប្អូនណាអូយបងឯងធំណាស់8ម៉ែត្រ3ទឹកបណ្ដោយ40ម៉ែត្រ30បន្ទប់ពេញបងល្អមែនទែនបងណានេះឡើងទៅឯករាជ្យ50ម៉ែត្រឡើងទៅសង្កាត់ចំ3ប្រហែលជា200ម៉ែត្រជាងបងថា300ចុះបងស្អាតមកឡើងបងណាហ្នឹងហើយបងពេញចិត្តមក30បន្ទប់ពេញហើយតម្លៃនេះក៏ថោកជាងទីផ្សារបងជួលពេញនេះបងខាងគាត់ស្នាក់នៅតែគាត់ជួលខាងក្រោមគាត់រស់ស៊ីបងណាធំបងអើយ2ម៉ែត្រកន្លោះចូល2ម៉ែត្របន្ទប់វិញកងបន្ទប់មួយ6ម៉ែត្រធំមែនតែនបងអើយធំមែនតែនចូលបន្ទប់អីធំឡើង6ម៉ែត្រនៅពេញ30បន្ទប់ចំណូលវាមានបងចេញមានបងចូលអញ្ចឹងណាមានបងគាត់ជួលនឹងចេញទៅគាត់ទៅនៅផ្ទះគាត់អញ្ចឹងទៅបងថ្មីគាត់ចូលមកពេញអញ្ចឹងវាចំណូលបានវា1000ជាងហើយបងចាំការទៀតបើ40ម៉ែត្រវែងម្លឹងនេះបងអានេះផ្លូវក្រោយឡើងទៅលើឲ្យមើលទៅមុខវែងម្លឹង40ម៉ែត្រទេមិនធម្មតាណាអែមណាស់បងអើយខ្ញុំឡើងទៅលើឲ្យហើយនេះជាប់ជាងនេះគឺរោងចក្រតែម្ដងបងប្អូនចាក់បងក៏ដាច់ចិត្តលក់ម៉េះបើផ្ទះវែងម្លឹងនេះបងរោងចក្រនេះបងអើយរោងចក្រប៉ុណ្ណាណីបងតម្លៃតែ300000ចោះចារត់ប្លង់រឹងជូនអានេះទៅលើយើងអាចថាតឡើងលើបាន2ជាន់3ជាន់ទៀតតែនេះបន្ទប់ពេញបងហើយធំម្លឹងនេះអើយគាត់ខ្ញុំដើរក៏ហត់ដែរបន្ទប់នេះតែនេះវែងម្លឹង8ម៉ែត្រ2ទឹក3ទឹកយើងគិតតែ8ម៉ែត្រសិនចុះ3ទឹកក៏មិនអាចនិយាយបងមកមើលបន្ទប់ក៏បន្ទប់ពេញបងមានចំណាប់អារម្មណ៍ចូលក្នុង page ក្នុង Telegram ជួយ share ម្នាក់មួយផងបងប្អូនជួបរបស់ពិតអីបងនេះបាយមើលផ្ទះជុំវិញជួលបងនេះបងម្ចាស់ផ្ទះគាត់នៅក្រោមនេះបាយមើលវេរ៉ង់ដាមុខចូល2ម៉ែត្រជាងទៀតហើយម្លឹងបងហើយចាំការទៀតនេះតតែសិតតែជាជួលនេះរោងចក្រខ្ញុំចោលពីខាងក្រៅមានរោងចក្រខាងក្រៅរោងចក្របងបាល់ទ្វារខាងក្រោយទៀតទេអញ្ចឹងបងឲ្យមកមើលបងណាតម្លៃនេះខ្ញុំថាថោកមែនតើនេះហើយប្រវែងម្លឹងមកមើលវែងណាអាចឡើងលើបានទៀតហើយបន្ទប់មួយលេខ6ម៉ែត្របន្ទប់ធំម្លឹងណាបងណា2ម៉ែត្រcòn ផ្លូវដើរ2ម៉ែត្រផ្លូវភាគច្រើនគេធ្វើតែ1ម៉ែត្រកន្លះហើយទេឥឡូវ2ម៉ែត្រពេញនឹងបងមានចំណាប់អារម្មណ៍បងប្អូនអាចទេសួរបានអាចឆាតក្នុង page ក្នុង Telegram សួរព័ត៌មានក្រុមការងារនឹងតម្លាក់ជូននិងផ្ដល់ព័ត៌មានជូនបងប្អូនបងធំឡើងមកចាំការទៀតអាចមកមើលផ្ទាល់បាននេះស្ដារចុះវិញឡើងលើបានទៀតបងតែងហើយបងមានលទ្ធភាពធ្វើឡើងលើបានយ៉ាងហើយគួរ5បន្ទប់ទៀតដែរ5បន្ទប់ទៅ20បន្ទប់ទៀតធំណាស់បងហើយធំមែនតែនបងម្ចាស់ក្រោយអាចថាចាក់នេះឡើងវិញចាក់អាសាអត់លិចទឹកទេណាបងប្អូនអត់លិចទឹកទេតែថ្ងៃនេះខ្ញុំចង់មើលក្នុងបន្ទប់តែគាត់ថាបងប្អូនដែលជួលផ្ទះហ្នឹងគាត់ចេញធ្វើទៅការហើយមួយទៀតបងមានបងខ្លះគាត់នៅក្នុងហ្នឹងខ្ញុំអត់ហ៊ានដាស់គាត់ចង់មើលបន្ទប់ទេចាំមើលថ្ងៃណាទៅនេះខ្ញុំសុំគាត់ថតក្នុងបន្ទប់បាទស្អាតបងប្អូនមានចំណាប់អារម្មណ៍នេះខ្ញុំចុះមកវិញហើយនេះខ្ញុំអាចឲ្យមើលបន្ទប់គំរូមួយបានបន្ទប់ក្រោមនេះគឺមានឡើងទឿអញ្ចឹងទាំងអស់បន្ទប់ក្រោមគឺមានឡើងទឿអញ្ចឹងទាំងអស់គ្រប់បន្ទប់ទាំងអស់មានឡើងទឿខាងក្រោមជាន់ក្រោមជាន់លើអត់ទេធម្មតាបងប្អូន
នេះបងនេះផ្សារឯករាជ្យ30ម៉ែត្រនោះផ្សារ30ម៉ែត្របងចំណាប់អារម្មណ៍ឆាតចូលក្នុង page ក្នុង Telegram បាទអរគុណ